បាទសួស្តីអ្នកទាំងអស់គ្នានេះជាទស្សនវិជ្ជាការសាងសង់ទូកនៅខេត្តកំពង់ធំនៅវត្តឆ្លែងទូកនេះនឹងមកនាំយកមកខេត្តត្រាវិញ តាមខ្ញុំសង្កេតឃើញថាទូកនេះមានសាច់ឈើយ៉ាងធំនិងស្អាតបាទនេះជាប្រភេទទូកលុងនេះជាឈើគួរគីភ្នំសត់យើងឃើញថាពីក្បាលទូកដល់កសែទូកឈើយ៉ាងធំនិងស្អាតនេះសកម្មភាពជាងកំពុងតែត្រៀមបើកសាច់មៀតជាងធ្វើទូកនេះគឺជាងឈ្មោះលោកអ៊ំចូលនេះខាងក្បាលទូកយើងឃើញថាសាច់ឈើយ៉ាងស្អាតឈើដើម្បីធ្វើទូកមួយគ្រឿងនេះគឺឈើគួរគីភ្នំសត្វគួរគីលមៀតយើងឃើញថាសាច់ឈើយ៉ាងស្អាតយើងឃើញថាបច្ចេកទេសការលូតទូករបស់ជាងនៅឯកម្ពុជាខុសពីនៅខេត្តពលាវយើងបាទនេះជាត្រៀមបើកសាច់មៀតទូកនេះនឹងយកមកខេត្តត្រាវិញប៉ុន្តែក៏មិនដឹងយកមកវត្តណាដែរយើងនឹងត្រាំរងចាំនៅខែសីហាខាងមុខនេះបាទនេះជាទស្សនវិជ្ជាបើកសាច់មៀតទូកនេះធំណាស់បើកសាច់មៀតនេះគឺការបើកសាច់មៀតហើយយើងនឹងមើលសាច់ទូកយ៉ាងណាតាមខ្ញុំឃើញសាច់មៀតទូកនេះយ៉ាងស្អាតក្បងស្អាតមិនដឹងល្បឿនយ៉ាងណាទេអរគុណប្រិយមិត្តបានទស្សនាវីដេអូនេះបាទសូមអរគុណ